កោតបុរាណចំនួន2របស់បុព្វបុរសជនជាតិដើមភាគតិចខ្មែរជងត្រូវបានដឹកយកទៅតម្កល់ទុកនៅស្ថានីយ៍រូងជំនាញវិញក្រោយពីបានយកទៅវិភាគនិងពិសោធន៍ក្រុមការងារជំនាញបានរៀបចំដឹកជញ្ជូនកោតបុរាណ2របស់បុព្វបុរសជនជាតិដើមភាគតិចខ្មែរជងត្រឡប់ទៅតម្កល់ទុកនៅស្ថានីយ៍រូងជំនាញវិញនេះបើតាមការបញ្ជាក់ពីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុងកាលពីថ្ងៃទី16ខែមីនាឆ្នាំ2025លោកទេពសុខាប្រធានការិយាល័យវិភាគនិងពិសោធន៍នាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យានៃអគ្គនាយកដ្ឋានបេតិកភណ្ឌក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុងបានរៀបចំដឹកកោតបុរាណចំនួន2ទៅទុកនៅស្ថានីយ៍រូងជំនាញវិញបន្ទាប់ពីកោតទាំងពីរនេះបានដឹកយកទៅវិភាគនិងពិសោធន៍នៅសារមន្ទីរជាតិភ្នំពេញកាលពីឆ្នាំ2003នៅមុនដឹកទៅកាន់ទីតាំងស្ថានីយ៍រូងជំនាញក្រុមការងារដឹកកោតបុរាណបានធ្វើពិធីបុណ្យឧទ្ទិសកុសលជូនដល់បុព្វបុរសជនជាតិដើមភាគតិចខ្មែរជងនិងបានធ្វើការផ្សព្វផ្សាយអំពីស្ថានីយ៍ពាងបុរាណនៅស្រុកថ្មបាំងនៅវត្តច្រកឫស្សីឃុំជំនាប់ស្រុកថ្មបាំងខេត្តកោះកុងនៅក្នុងកោតបុរាណទាំងពីរមានឆ្អឹងមនុស្សចំនួន9នាក់ដែលមានកាលបរិច្ឆេទតាមវត្ថុសកម្មកាបូន14ពីឆ្នាំ1403ដល់ឆ្នាំ1634នៃគ្រិស្តសករាជឬសតវត្សទី15ដល់សតវត្សទី17នៃគ្រិស្តសករាជ